សម័យកាលបាក់តេរីសម័យកាលបាក់តេរីត្រូវបានគេហៅថា Archean Eon មានអាយុកាលប្រហែល 4000 លានឆ្នាំទៅ 2.5000 លានឆ្នាំនៅក្នុងសម័យកាលនេះពិភពលោកគឺទទេលគ្មានអ្វីទាំងអស់ក្រៅពីថ្មទឹកនិងកំអែលភ្នំភ្លើងដែលផ្ទុះហូរនៅម៉ាក់ម៉ាកន្លែងខ្លះគ្របដណ្ដប់ទៅដោយមីក្រូសព្ទរាងកាយរអិលដែលបញ្ចេញពន្លឺហើយមាននៅអាងទឹកឬបឹងតូចៗដែលមាននៅបាក់តេរីរស់នៅបង្កឲ្យទឹកមានពណ៌បៃតងស្រអាប់ឬមានពន្លឺដោយសារបាក់តេរីបើនិយាយអំពីបរិយាកាសនៅពេលនោះគឺមានអុកស៊ីសែនតិចមានតែសារធាតុកាបូនឌីអុកស៊ីតអាសូតមេតាននិងអូស្មန်ផ្សេងទៀតដែលចេញពីភ្នំភ្លើងហើយផ្សែងភ្នំភ្លើងធ្វើឲ្យពិភពលោកមាននៅអាប់ពុលនិងបិទបាំងពន្លឺព្រះអាទិត្យធ្វើឲ្យពិភពលោកមានពន្លឺតិចតួចអ្នកវិទ្យាសាស្ត្រអាចកំណត់សម័យកាលនៃពិភពបាក់តេរីនេះបានដោយសារតែមានការរកឃើញនៅ fossil របស់បាក់តេរីគេឲ្យឈ្មោះវាថា microfossil ហើយវាមានវត្តមាននៅក្នុងថ្មមួយប្រភេទដែលគេដាក់ឈ្មោះវាថា stromatolith ដែលកើតឡើងដោយសារតែបាក់តេរីនិងមីក្រូសាវរាង្គកាយច្រើនបាននៅផ្ដុំគ្នាក្នុងថ្លុកទឹកបង្កើតបានជាស្រទាប់ដែលក្រាស់ហើយស្អិតរួចបានស្អិតជាមួយនឹងល្បាប់និងសារធាតុរ៉ែនោះរយៈពេលយូរទៅបានបង្កើតជាថ្មខ្ពស់ៗហើយមានបាក់តេរីនិងមីក្រូសាវរាង្គកាយបានជាប់នៅក្នុងថ្មនោះទើបបង្កើតបានជា microfossil យុគសត្វចម្លែកក្នុងទឹកបន្ទាប់ពីសម័យកាលបាក់តេរីយុគសម័យសត្វចម្លែកក្នុងទឹកបានកើតឡើងនៅលើផែនដីត្រូវបានគេហៅឈ្មោះវាថា Cambrian Period មានអាយុកាលប្រហែល541ទៅ485លានឆ្នាំមុនជាសម័យកាលមួយដែលគេដាក់ឈ្មោះហៅថាជាការផ្ទុះនៃជីវសាស្ត្រជាការវិវត្តសត្វយ៉ាងលឿននៅក្នុងទឹកព្រោះថាបន្ទាប់ពីសម័យកាលបាក់តេរីមកគេឃើញថាពិភពលោកចាប់ផ្ដើមមានសត្វចម្លែកជាច្រើនបើនិយាយអំពីលើគោកនៅសម័យនោះគ្មានសត្វឬរុក្ខជាតិទេសូម្បីតែដីក៏មិនទាន់មានផងភាគច្រើនវាគ្រាន់តែជាថ្មនិងសាច់ចំណែកទឹកមានពណ៌បៃតងឬស្រអាប់មានជាតិអំបិលខ្ពស់និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលអាចឲ្យជីវិតមានការលូតលាស់យ៉ាងលឿននិងឆាប់រហ័សហើយនៅក្នុងទឹកនោះគឺពោរពេញទៅដោយជីវិតមីក្រូសាវរាង្គកាយនិងសម្បូរទៅដោយរុក្ខជាតិក្នុងទឹកចម្លែកនិងសត្វដែលគួរឲ្យខ្លាចមើលទៅដូចជាសត្វនៅក្រៅភពសត្វខ្លះមានភ្នែកច្រើនខ្លះមានរាងដូចជាត្រីជាមួយនឹងខ្យងខ្លះមានរាងដូចជាដង្កូវដែលមានឆ្អឹងចេញមកក្រៅនិងសត្វចម្លែកជាច្រើនទៀតបើនិយាយអំពីបរិយាកាសនៅសម័យនោះចាប់ផ្ដើមមានអុកស៊ីសែននិងស្រទាប់បរិយាកាសស្ដើងដែលកើតចេញដោយសារតែបាក់តេរីមួយប្រភេទមានឈ្មោះថា Cyanobacteria ហើយដោយសារតែការបង្កើតអុកស៊ីសែនចេញពីបាក់តេរីនេះហើយដែលធ្វើឲ្យមានស្រទាប់បរិយាកាសនិងអុកស៊ីសែនដែលធ្វើឲ្យជីវិតនៅក្នុងសមុទ្រអាចរស់នៅបានហើយសម័យកាលនេះក៏ជាសម័យកាលមួយនៃការកកើតនៅដូនតារបស់សត្វនាពេលបច្ចុប្បន្ននិងសត្វខ្លះក៏ទទួលបានរាងកាយដូចទៅនឹងដូនតារបស់វាកាលពីជំនាន់នោះសម័យកាលផ្សិតយក្សសម័យកាលផ្សិតយក្សជាសម័យកាលនៅលើផែនដីមួយដែលគេដាក់ឈ្មោះថា Proto-Texas មានអាយុកាល420ទៅ370លានឆ្នាំមុននៅក្នុងទឹកគឺនៅមាននៅជីវិតសត្វរីឯលើគោកក៏ចាប់ផ្ដើមមាននៅវត្តមានជីវិតដីនៅចំនួននោះមាននៅស្លែដែលមានលក្ខណៈដូចជារុក្ខជាតិនិងផ្សិតយក្សដែលមានរាងដូចជាប៉មមានកម្ពស់8ម៉ែត្រនិងមានបំពង់តូចៗសម្រាប់បញ្ចេញស្ពរនៅសម័យនោះមិនទាន់មានសត្វនៅលើគោកនៅឡើយទេហើយផែនដីមានសភាពស្ងាត់និងសម្បូរទៅដោយអាប់និងស្ពររបស់ផ្សិតយក្សដែលហោះហើរពេញមេឃបង្កើតបានជាទិដ្ឋភាពដ៏គួរឲ្យខ្លាចដែលមើលទៅដូចជានៅភពក្រៅមួយផ្សេងទៀតហេតុផលដែលធ្វើឲ្យផ្សិតទាំងអស់នេះអាចមានកម្ពស់ខ្ពស់និងធំយ៉ាងនេះបានដោយសារតែនៅសម័យកាលនោះគ្មានសត្វស៊ីវាទេហើយផែនដីក៏មិនទាន់មានរុក្ខជាតិដែលមិនអាចមានអ្វីមកដណ្ដើមនៅសារធាតុចិញ្ចឹមពីផ្សិតយក្សរហូតដល់ធ្វើឲ្យវាមានទំហំធំយ៉ាងនេះហើយណាមួយផ្សិតនៅចំណតនោះត្រូវការទំហំធំព្រោះដើម្បីឲ្យស្ពររបស់វាអាចបញ្ចេញទៅគ្រប់ទីកន្លែងទៅតាមខ្យល់ដើម្បីទៅដុះនៅកន្លែងផ្សេងទៀតរួចមិនយូរប៉ុន្មានសម័យកាលនេះក៏បានបញ្ចប់ដោយការបញ្ចប់នេះគឺដោយសារតែហេតុផលជាច្រើនដូចជារុក្ខជាតិបានចាប់ផ្ដើមកកើតឡើងដែលបង្កើតជាព្រៃស្ដុករុក្ខជាតិទាំងអស់នោះបានដណ្ដើមយកនៅសារធាតុចិញ្ចឹមនិងពន្លឺព្រះអាទិត្យទើបធ្វើឲ្យផ្សិតយក្សបានបាត់វត្តមាននិងហេតុផលខ្លះទៀតគឺដោយសារតែការវិវត្តរបស់ផ្សិតទៅតាមការកែប្រែនៃធម្មជាតិដោយសារតែផ្សិតមិនចាំបាច់ធ្វើឲ្យខ្លួនវាមានទំហំធំដើម្បីឲ្យស្ពររបស់វាទៅគ្រប់ទីកន្លែងដូចមុននោះទេព្រោះក្នុងសម័យទំនើបគ្រាន់តែផ្សិតទាំងនោះទម្លាក់ស្ពរទៅតាមសត្វល្អិតឬខ្យល់គឺអាចបង្កើតកូនចៅតបានហើយសម័យកាលត្រីឡើងលើគោកសម័យកាលត្រីឡើងលើគោកគឺជាសម័យកាលត្រីដែលត្រូវបានគេដាក់ឈ្មោះថា Devonian Periodមានអាយុកាល419ទៅ359លានឆ្នាំមុនដោយនៅលើគោកនៅសម័យនោះចាប់ផ្ដើមមានដើមឈើបង្កើតបានជាព្រៃនិងវាលភក់ទន្លេនិងឆ្នេរភក់រីឯក្នុងទឹកមានត្រីចម្លែកឧទាហរណ៍ដូចជាត្រីផាកុងដឹមដែលមានក្បាលរឹងដូចជាក្រោះការពារសត្វត្រីឆ្លាមដំបងហើយនឹងត្រីដែលមានសការរឹង
នៅសម័យនោះក៏ចាប់ផ្ដើមមានត្រីដំបងដែលហែលឡើងមកលើគោកដែលត្រូវបានគេហៅថា theropod ដែលប្រភេទត្រីទាំងអស់នោះមានឈ្មោះដូចជា Acherostega, Ichthyostega និង Tiktaalik ពពួកសត្វត្រីទាំងអស់នេះគឺមានរាងស្រដៀងទៅនឹងសត្វល្មូនហើយព្រុយរបស់វាមានភាពជាប់គ្នាស្រដៀងទៅនឹងដៃដោយនៅពេលដែលពួកវាបានឡើងមកលើគោកបានអភិវឌ្ឍនៅអវយវៈសួតឆ្អឹងជំនីនិងដៃរបស់វាដែលអនុញ្ញាតឲ្យពួកវាអាចធ្វើដំណើរនៅក្នុងទឹករាក់ៗរួចវាចាប់ផ្ដើមរៀនប្រើប្រាស់នៅអុកស៊ីសែនតិចហើយនៅទីបំផុតវាអាចធ្វើចលនាឡើងមកលើដីគោកបានចំពោះហេតុផលត្រីទាំងនេះឡើងមកលើគោកអ្នកវិទ្យាសាស្ត្របានគិតថាពួកវាប្រហែលជារត់គេចពីការតាមប្រមាញ់ពីសត្វត្រីផ្សេងៗឬក៏ពួកវាឡើងលើគោកដើម្បីរកចំណីអាហារឬមកដើម្បីរស់នៅលើដីដែលមិនទាន់មានសត្វប្រមាញ់នៅឡើយដើម្បីស្វែងរកនៅជម្រកថ្មីរបស់ពួកវាសម័យកាលសត្វល្អិតយក្សសម័យកាលសត្វល្អិតយក្សត្រូវបានគេហៅថា Carboniferous Period មានអាយុកាល359ទៅ299លានឆ្នាំមុនក្នុងសម័យកាលនេះវាលភក់ចាប់ផ្ដើមកើតឡើងនៅលើផែនដីព្រៃឈើបានគប់ដណ្ដប់ពេញលើគោកហើយរុក្ខជាតិនិងដើមឈើនៅជំនាន់នោះមានទំហំធំនិងមានខ្លះមានប្រវែងរហូតដល់30ម៉ែត្រចលនៅជំនាន់នោះគឺក្រាស់និងសើមពន្លឺព្រះអាទិត្យគឺសឹងតែចូលមិនដល់ដីនៅក្នុងព្រៃសត្វល្អិតនៅជំនាន់នោះគឺមានទំហំធំជាងបច្ចុប្បន្នឧទាហរណ៍ដូចជាសត្វកន្ទុំរុយមានទំហំប៉ុនសត្វអន្ទីបច្ចុប្បន្នកន្លាតគឺធំជាងកន្លាតបច្ចុប្បន្នរហូតដល់10ដងដោយសារតែអុកស៊ីសែននៅជំនាន់នោះមានច្រើនជាងបច្ចុប្បន្នរហូតដល់ 35% ដែលអុកស៊ីសែននៅបច្ចុប្បន្នមានត្រឹមតែ 20.95% តែប៉ុណ្ណោះដែលហេតុនេះហើយទើបសត្វទាំងអស់នោះគឺមានទំហំធំហើយបើនិយាយអំពីសត្វល្មូនដែលវាឡើងលើគោកនៅតែបន្តរស់នៅលើគោកនិងខ្លះបានអភិវឌ្ឍខ្លួនរហូតដល់មានរាងដូចជាសត្វថ្លែននិងបង្គាយដែលមានទំហំធំហើយសម័យកាលនេះក៏ជាសម័យកាលមួយដែលបានផលិតនៅធ្យូងថ្មជាច្រើនសម្រាប់ពេលបច្ចុប្បន្នដែលវាកើតចេញពីការងាប់របស់ឈើនិងរុក្ខជាតិកប់នៅក្នុងល្បាប់រាប់លានឆ្នាំបន្សល់ទុកពីជំនាន់នោះមកពិភពលោកដែលរលាយពិភពលោកដែលកំពុងរលាយគឺជាសម័យកាលមួយដែលគេដាក់ឈ្មោះថា Permian Period គឺជាសម័យកាលបញ្ចប់នៃជីវិតលើផែនដីស្ទើរតែទាំងអស់បន្ទាប់ពីសម័យកាល Carboniferous ដ៏រុងរឿងវាមានអាយុកាល299ទៅ251លានឆ្នាំមុនដោយសម័យកាលនោះអ្នកវិទ្យាសាស្ត្របានសន្មតថាផែនដីចាប់ផ្ដើមមានការប្រែប្រួលអាកាសធាតុទៅជាក្តៅដោយសារស្រទាប់បរិយាកាសខ្សោយទ្វីបនៅជំនាន់នោះស្ទើរតែទាំងអស់ចាប់ផ្ដើមរង្គិលមកជិតគ្នាបង្កើតបានជាទ្វីបមួយដ៏ធំហៅថា Pangaea នឹងបណ្ដាលឲ្យផែនដីនៅលើគោកនៅចំណុចកណ្ដាលនៃទ្វីបមានសភាពក្តៅខ្លាំងដែលធ្វើឲ្យសភាវៈរស់នៅលើគោកបានស្លាប់ដោយសារតែគ្រោះរាំងស្ងួតនិងកម្ដៅរីឯភ្នំភ្លើងនៅជំនាន់នោះក៏ចាប់ផ្ដើមផ្ទុះអស់រយៈពេលរាប់ពាន់ឆ្នាំនិងត្រូវបានគេហៅថា Siberian Trap បង្កើតឲ្យផែនដីមានផ្សែងពុលកាបូនឌីអុកស៊ីតមេតានិងស្ពាន់ធរឌីអុកស៊ីតជាច្រើននៅក្នុងខ្យល់ចំណែកឯនៅក្នុងទឹកវិញឧស្ម័នចេញពីភ្នំភ្លើងបានបណ្ដាលឲ្យសមុទ្រខ្វះអុកស៊ីសែនទឹកប្រែទៅជាអាស៊ីតសត្វសមុទ្រជាង 90% បានស្លាប់រីឯសត្វលើគោកខ្លះអាចរស់នៅទៅបាននៅចំណន់នោះក៏ព្រោះតែការវិវត្តខ្លួនទៅជាមានស្បែកក្រាស់ការពារពីកម្ដៅវិវត្តសួតធំដើម្បីរស់នៅក្នុងបរិស្ថានដែលមានអុកស៊ីសែនតិចនិងខ្យល់ពុលសត្វខ្លះទៀតក៏បានកាយដីកប់ខ្លួនទៅក្នុងដីដើម្បីការពារពីខ្យល់ពុលនិងកម្ដៅចំណែកឯសត្វនៅក្នុងសមុទ្រខ្លះអាចរស់នៅទៅបានដូចជាខ្យងលៀសមឹកដង្កូវត្រីឆ្លាមមិនត្រូវការអុកស៊ីសែនច្រើនដើម្បីរស់នោះទេណាមួយកន្លែងខ្លះនៃសមុទ្រនៅលើផែនដីក៏មិនទាន់បំពុលខ្លាំងនោះទេបង្កឲ្យសត្វនៅក្នុងទឹកមួយចំនួនអាចបន្តរស់នៅបានបន្ទាប់ពីសម័យកាលដែលអាក្រក់នេះបានបញ្ចប់ទៅសម័យ Dinosaur ក៏បានកើតឡើងនៅលើផែនដី